ចិនកាន់ទុំជាតិសម្រុកចូលរស់រើបន្លាលោះថៃនៅធម្មតាបងប្អូនមើលវីដេអូនេះហើយតើបងប្អូនមានអារម្មណ៍យ៉ាងម៉េចដែរសម្រាប់ខ្ញុំពិតជាសរសើរដល់ជនជាតិចិននៅឯធម្មតាខ្លាំងណាស់មែនជាពិសេសនៅចំណុចរមូសជ្រូកខេត្តពោធិ៍សាត់សកម្មភាពរបស់ពួកគាត់បាននឹងកំពុងដកបន្លានិងបង្គោលរបាំងនានាដែលទាហានថៃបានបោះដោយខុសច្បាប់ចូលមកលើទឹកដីកម្ពុជាគោលបំណងដែលជនជាតិចិនធ្វើការរើលួសបន្លានេះគឺដើម្បីបើកអាជីវកម្មរបស់ខ្លួនឡើងវិញតាមប្រភពព័ត៌មានពីប្រជាជននៅទីនោះបានបញ្ជាក់ថាហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី15ខែមករាឆ្នាំ2026តាមប្រភពដដែលបានបញ្ជាក់បន្ថែមថាបន្ទាប់ពីជនជាតិចិនបានមករើលួសបន្លាមួយសន្ទុះក្រោយមកគេសង្កេតឃើញទាហានថៃធ្វើដំណើរមកឃាត់ជនជាតិចិនផងដែរក្រោយពីការប្រកែកវែកញែកទៅវិញទៅមកបន្តិចក្រោយមកគេមិនបានសង្កេតឃើញទាហានថៃធ្វើការរាយបន្លាមកបិទសារជាថ្មីនោះទេប៉ុន្តែមកទល់ម៉ោង5ល្ងាចថ្ងៃទី15ខែមករាឆ្នាំដដែលគេបានប្រទះឃើញទាហានថៃធ្វើការឈរយាមការម្នាក់នៅចំណុចដែលជនជាតិចិនបានដកបន្លាលើនោះយើងមិនអាចកំណត់បានថាជនជាតិថៃនិងជនជាតិចិនបាននិយាយគ្នាចរចារឿងអ្វីទេហើយយើងក៏មិនដឹងថាតើជនជាតិចិនអាចបើកដំណើរការអាជីវកម្មរបស់ពួកគាត់នៅទីតាំងដើមបានដែរឬយ៉ាងណាដរាបណាយើងរងចាំមើលព័ត៌មានថ្មីជាបន្តទៀតប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍គឺជនជាតិចិនតែងតែលើកទង់ជាតិរបស់ខ្លួនដើម្បីដើរចូលនៅតំបន់នានាដែលថៃកំពុងតែរុករានទុនទ្រានឈរជើងដោយខុសច្បាប់កាលពីព្រឹកថ្ងៃទី15ខែមករាឆ្នាំ2026ក្រោមព្រឹត្តិការណ៍ខាងលើនេះយុនក៏សង្កេតឃើញជនជាតិចិនធ្វើសកម្មភាពមករើលក់បន្លាដែលថៃធ្វើការពោនៅចំណុចតំបន់ថ្មដារមុខជ្រូកខេត្តពោធិ៍សាត់ក៏មានការលើកទង់ជាតិចិនមកជាមួយផងដែរនៅក្នុងទស្សនវិជ្ជាបែបនេះមានកិត្តិយសសូមលើកយកបទវិភាគមួយចំនួនដូចខាងក្រោមវត្តមាននៃទង់ជាតិចិនក្នុងព្រឹត្តិការណ៍នេះមិនមែនជារឿងចៃដន្យទេវាគឺជាការបង្ហាញនូវអំណាចទុននិងជានិមិត្តរូបនៃការការពារទ្រព្យសម្បត្តិនិងសិទ្ធិធ្វើអាជីវកម្មរបស់វិនិយោគិនបរទេសនៅក្រោមច្បាប់កម្ពុជាក្នុងបរិបទភូមិសាស្ត្រនយោបាយការបង្ហាញទង់ជាតិមហាអំណាចនៃចំណុចកណ្ដាលនៃចំនួនព្រំដែនអាចបកស្រាយថាគឺជាសារផ្ញើទៅកាន់ភាគីថៃថាតំបន់នេះមិនមែនជាតំបន់គ្មានម្ចាស់ឬទំនេរដែលអាចរំលោភបំពានតាមចិត្តចង់នោះទេវាគឺជាតំបន់ដែលមានការវិនិយោគអន្តរជាតិនិងទទួលស្គាល់ជាផ្លូវការសកម្មភាពកាន់ទង់ជាតិរបស់ជនជាតិចិនក្នុងគណៈពេលដករបាំងលើនោះបង្ហាញអំពីការផ្ដល់តម្លៃទៅលើសុវត្ថិភាពដែលធានាដោយរដ្ឋាភិបាលកម្ពុជានិងជាការប្រកាសប្រាប់ទៅភាគីជិតខាងថារាល់ការរំខានទៅដល់សកម្មភាពសេដ្ឋកិច្ចនៅទីនេះមិនត្រឹមតែប៉ះពាល់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែក៏ប៉ះពាល់ទៅលើផលប្រយោជន៍នៃមហាអំណាចសេដ្ឋកិច្ចដែលកំពុងឈរជើងនៅទីនោះផងមួយវិញទៀតវត្តមានរបស់វិនិយោគិនបរទេសដែលហ៊ានប្រឈមមុខជាមួយទាហានស៊ីមដើម្បីការពារអាជីវកម្មរបស់ខ្លួនគឺជាទម្រង់ថ្មីមួយនៃយុទ្ធសាស្ត្រការពារអធិបតេយ្យភាពជាតិជាទូទៅការដោះស្រាយវិវាទព្រំដែនជារឿងរវាងកងទ័ពនិងកងទ័ពទេប៉ុន្តែនៅពេលវិស័យឯកជនអន្តរជាតិចូលខ្លួនមកធ្វើសកម្មភាពយ៉ាងសកម្មបែបនេះវាកាន់តែពង្រឹងនូវភាពស្របច្បាប់របស់កម្ពុជានៅលើទឹកដីនេះឲ្យកាន់តែខ្លាំងការដែលជនជាតិចិនហ៊ាននាំគ្នាដករបាបន្លាលឿសដែលទាហានថៃបានបោះខុសច្បាប់បានបង្ហាញថាពួកគាត់បានផ្សារភ្ជាប់ចូលជោគវាសនានៃអាជីវកម្មរបស់ពួកគាត់ទៅនឹងបូរណភាពទឹកដីកម្ពុជាយ៉ាងស្អិតរមួតនេះគឺជាសញ្ញាវិជ្ជមានមួយសម្រាប់កម្ពុជានៅក្នុងការប្រើប្រាស់កម្លាំងសេដ្ឋកិច្ចជារបងការពារដែលមានប្រសិទ្ធភាពជាងរបងលួចព្រោះវាបង្កើតបានជាតំបន់ដែលមានសកម្មភាពមនុស្សរស់នៅច្រើននិងពាណិជ្ជកម្មប្រកបអន្តរជាតិដែលផ្ដល់តម្លៃខ្ពស់នៅក្នុងការសម្រេចចិត្តទៅលើបញ្ហាដីទោះជាយ៉ាងណាការប្រើប្រាស់ទង់ជាតិបរទេសនៅក្នុងទឹកដីកម្ពុជាដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាងក៏អាចជាដាវមុខពីរផងដែរដែលទាមទារការវិភាគដោយម៉ត់ចត់ទិដ្ឋភាពវិជ្ជមានគឺជួយបង្កើនអំណាចចរចានិងកំញយភាគីម្ខាងទៀតមិនឲ្យរំលោភបំពានតាមអំពើចិត្តប៉ុន្តែទិដ្ឋភាពអធិបតេយ្យភាពវាក៏អាចផ្ដល់ឱកាសឲ្យភាគីថៃយកទៅធ្វើជាឧបករណ៍ឃោសនាបំភ្លៃថាកម្ពុជាបានប្រើប្រាស់កម្លាំងបរទេសមកដោះស្រាយបញ្ហាផ្ទៃក្នុងរបស់អាស៊ានដូច្នេះស្មារតីដែលអាជីវករចិនបានបង្ហាញគឺពិតជាគួរឲ្យកោតសរសើរ
នៅក្នុងនាមជាអ្នករកស៊ីសុចរិតដែលការពារផលប្រយោជន៍របស់ខ្លួនឯងនិងប្រទេសម្ចាស់ផ្ទះប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានិងកងកម្លាំងប្រដាប់អាវុធនៅតែជាតួអង្គដ៏ចម្បងដែលគួរគ្រប់គ្រងស្ថានភាពនេះឲ្យបានមានចត់បំផុតការសម្របសម្រួលឲ្យមានសកម្មភាពសេដ្ឋកិច្ចចម្រុះជាតិសាសន៍នៅតាមតំបន់ព្រំដែនគឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃដើម្បីរក្សាសន្តិភាពយូរអង្វែងនិងការពារដីកែតពីការឈ្លានពានតាមបែបលៀបយកបន្តិចម្ដងពីសំណាក់ប្រទេសជិតខាងបងប្អូនជនរួមជាតិជាទីគោរពរាប់អាននៅក្នុងទិដ្ឋភាពបែបនេះយើងក៏មើលឃើញអំពីប្រវត្តិសាស្ត្រនៃការឈ្លានពានព្រំដែនជារឿយៗតែងតែប្រើរូបភាពនៃការបង្កើតនៃការពិតនៅលើដីដែលគេហៅថា creating fact on the ground របស់ជនជាតិថៃដោយការបោះបង្គោលនិងហុំព័ទ្ធរបងនៅតាមតំបន់គ្មានមនុស្សរស់នៅគេធ្វើនេះដើម្បីទុកជាសំអាងនៅក្នុងដំណើរការចរចានៅពេលក្រោយប៉ុន្តែសកម្មភាពរបស់ក្រុមអាជីវករចិនលើកនេះបានធ្វើឲ្យយុទ្ធសាស្ត្របែបបុរាណរបស់ទាហានសៀមនេះត្រូវបរាជ័យព្រោះវាបានបំផ្លាញតំបន់ចំនួនពីសមរភូមិយោធាទៅជាមជ្ឈមណ្ឌលផលប្រយោជន៍មានន័យថានៅពេលដែលមានវត្តមានជនទី3ឬហៅថាមហាអំណាចចិននេះចូលមកពាក់ព័ន្ធក្នុងសកម្មភាពដករាំងការវាស់វែងលើទឹកដីលែងជារឿងរវាងតែភ្នំពេញនិងបកទៀតហើយវាបានคล้ายទៅជាការប៉ះទង្គិចជាមួយផលប្រយោជន៍នៃមហាអំណាចដែលធ្វើឲ្យភាគីថៃត្រូវរារែកនៅក្នុងចិត្តក្នុងការប្រើប្រាស់កម្លាំងបាយពីពួកខ្លាចប៉ះពាល់ទៅដល់ទំនាក់ទំនងការទូតនិងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំងការដែលជនជាតិចិនកាំងតុងជាតិមកឈរជើងនិងដករបាំងលើចិននេះគឺដើម្បីបើកអាជីវកម្មឡើងវិញវាបានឆ្លុះបញ្ចាំងអំពីការកសាងរបងការពារបែប Digital និងសេដ្ឋកិច្ចនៅក្នុងយុគសម័យថ្មីទំនើបការពារទឹកដីដែលរឹងមាំបំផុតមិនមែនស្ថិតនៅលើការដាក់ទាហានឆរមៀមម្នាក់ទល់ម្នាក់នោះទេប៉ុន្តែគឺជាការធ្វើឲ្យដីនោះមានតម្លៃសេដ្ឋកិច្ចដែលមិនអាចបាត់បង់បាននៅពេលដែលរមូសជ្រូកคล้ายទៅជាច្រកពាណិជ្ជកម្មដែលមានការដឹកជញ្ជូនទំនិញនិងមានលំហូរទុនអន្តរជាតិសព្វព័ត៌មានអន្តរជាតិនឹងចាប់អារម្មណ៍ខ្លាំងនៅពេលមានការរំលោភបំពានដូច្នេះការដករបាំងលុះបន្លារបស់ជនជាតិចិននេះគឺជាការបដូរពីការពារតាមបាតអមន័យអង្គុយដីទំនេរមកជាការពារតាមបែបសកម្មគឺការធ្វើអាជីវកម្មលើដីដែលបង្ខំឲ្យភាគីថៃត្រូវតែគោរពតាមច្បាប់ពាណិជ្ជកម្មនិងព្រំដែនជាសកលក្រៅពីទិដ្ឋភាពបច្ចេកទេសសកម្មភាពនេះមានឥទ្ធិពលខ្លាំងទៅលើចិត្តសាស្ត្ររបស់ប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែនកន្លងមកបងប្អូនប្រជាជនយឺនៅតាមភូមិជារឿយៗតែងតែមានអារម្មណ៍ភ័យខ្លាចខ្លាំងនៅពេលឃើញទាហានសៀមមកបោះបង្គោលម្ដងប៉ុន្តែកាលដែលយើងឃើញវិនិយោគទុនបរទេសហ៊ានឈិនមុខតវ៉ានិងការពារទីតាំងរកស៊ីរបស់ខ្លួនយ៉ាងដាច់អហិង្ការការបែបនេះវាបានបង្កើននូវភាពកក់ក្ដៅផ្នែកសន្តិសុខថ្មីមួយវាបង្ហាញថាកម្ពុជាមិនអាចកោតឡើយនៅក្នុងការការពារបូរណភាពទឹកដីហើយវត្តមានរបស់ជនជាតិចិនបានคล้ายទៅជាកម្លាំងចិត្តមួយជួយទៅដល់ពលរដ្ឋខ្មែរហ៊ានត្រឡប់មកបង្កប់បន្លាបហ្វាល់និងរស់នៅក្បែរបន្ទាត់ព្រំដែនវិញដោយគ្មានការភ័យខ្លាចនេះគឺជាជ័យជំនះផ្នែកចិត្តសាស្ត្រដែលជួយពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិឲ្យកាន់តែរឹងមាំពីខាងក្នុងអរគុណបងប្អូនប្រិយមិត្តទស្សនិកជនខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះចុះសូមខ្លីៗអភ័យទោសរាល់កំហុសខុសឆ្គងដោយកើតឡើងដោយអចេតនាសូមអរគុណដល់បងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានស្ដាប់នៅបទពិភាក្សាដ៏សំខាន់ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ដែលកំពុងចាប់អារម្មណ៍ខ្លាំងនៅឯរមោះជ្រូកថ្មដារបស់កម្ពុជាយ៉ាងណាក៏ដោយព័ត៌មានដែលមានការអាប់ដេតខ្ញុំនឹងធ្វើការផ្សព្វផ្សាយជូនបងប្អូនជាបន្តបន្ទាប់ទៀតសូមអរគុណ